ផ្ដើមឡើងសាច់រឿងនៃភេនេះនៅក្នុងសាលចវាយក្រុងនៃទីក្រុងអត្រីទេវៈមនុស្ស4-5នាក់កំពុងតែពិភាក្សាគ្នាអំពីការបញ្ជូនសត្វនាគខៀវរបស់កុលសម្ព័ន្ធទឹកឲ្យមកធ្វើការវាយប្រហារពួកគេកាលពីម្សិលមិញក្នុងនោះប្រកាសជាអន្ទាក់ដែលពួកគេរៀបចំសម្រាប់ពួកយើងត្រូវហើយមនុស្សគ្រប់គ្នាក៏សុទ្ធតែពិតជាបានដឹងកុលសម្ព័ន្ធទឹកនេះពេលបច្ចុប្បន្នគឺបានជ្រៀតជ្រែកនៅកិច្ចការផ្ទៃក្នុងរបស់កុលសម្ព័ន្ធផ្សេងៗកុលសម្ព័ន្ធដៃកុលសម្ព័ន្ធឈើកុលសម្ព័ន្ធភ្លើងនិងកុលសម្ព័ន្ធដីត្រូវបានកុលសម្ព័ន្ធទឹកវិទីនឹងធ្វើទុកបុកម្នេញរឿងទាំងអស់នេះខ្ញុំក៏បានរាយការណ៍ទៅកាន់អត្រីបេតងដែលជាមនុស្សរបស់កុលសម្ព័ន្ធឈើដែរប៉ុន្តែរហូតមកដល់ពេលនេះទៅហើយដូចជាមិនទាន់មានសារជូនដំណឹងត្រឡប់មកវិញណាមួយនោះទេមើលទៅពួកយើងមានតែអាចស្វែងរកអត្រីទទេវភាពហើយរាយការណ៍នៅរឿងទាំងអស់នេះដល់គាត់ដោយផ្ទាល់តែប៉ុណ្ណោះតើអ្នកចង់ប្តឹងពួកយើងទៅកាន់អត្រីទេវភាពមែនទេទ្វារសាលធំរបស់ម្ចាស់ក្រុងនៅពេលនោះក៏បានរបើកមនុស្សនៃកុលសម្ព័ន្ធទឹកមួយក្រុមដែលបានដឹកនាំដោយក្មេងប្រុសម្នាក់បានដើរចូលទៅខាងក្នុងទីក្រុងអត្រីរបស់អ្នកបានសម្លាប់នាគដ៏ពិសិដ្ឋស្លាប់ខៀវនៃជ្រលងភ្នំព្រះអាទិត្យរបស់ខ្ញុំបន្តមកអ្នកក៏ចង់ប្តឹងយើងទៅកាន់អត្រីទទេវភាពបែបហ្នឹងមែនទេតើពួកអ្នកកំពុងតែគិតថាកុលសម្ព័ន្ធទឹករបស់ពួកយើងមិនមានមនុស្សឬក៏យ៉ាងម៉េចលពូក្បាលតំពេកនៅក្បែរហ្នឹងចិត្តខើជាងគេបំរុងនឹងចូលកាប់តែម្ដងក៏ប៉ុន្តែត្រូវបានគ្នាគាត់ខាន់គាត់ក៏បន្តនិយាយកាលពីមួយខែមុនពួកឯងបានប្រឡែងសត្វនាគមួយក្បាលធ្វើការវាប្រហារមកកាន់ពួកយើងនិងសម្រាប់ប្រជាជននៃទីក្រុងអត្រីរបស់ពួកយើងមិនតិចនោះទេហើយនៅពេលពួកយើងចេញល្បាតក៏បានជួបប្រទះជាមួយនឹងនាគស្លាប់ខៀវរបស់ពួកឯងបានប្រឡែងមកក្នុងចេតនាការពារខ្លួនពួកយើងក៏ជ្រុលដៃសម្រាប់វាទៅឆេលេយូនៅពេលនោះក៏និយាយដែរវាក៏សុទ្ធសឹងតែជាចេតនារបស់ពួកគេចង់រករឿងទីក្រុងអត្រីរបស់ពួកយើងតែប៉ុណ្ណោះលេយូបិទមាត់នាគស្លាប់ខៀវគឺត្រូវបានសម្លាប់ដោយខ្ញុំឈៀវយូតែម្នាក់ឯងមិនមានអ្វីពាក់ព័ន្ធជាមួយនឹងទីក្រុងអត្រីទេតែអាការៈក្រពតដៃអ្វីដែលគេនិយាយតំនោះគឺពួកអ្នកគឺសុទ្ធសឹងតែជាក្រុមមនុស្សទុនខ្សោយនិងចាស់ជរានិយាយច្រើនជាមួយនឹងពួកអ្នកពិតជាគួរឲ្យធុញទ្រាន់ខ្លាំងណាស់បោះរមូរមួយចេញដែលអត្ថន័យនៅក្នុងរមូរមានន័យថាទីក្រុងអត្រីមានពេល10ថ្ងៃដើម្បីចោះចូលនិងសុំចោះចាញ់បើមិនដូច្នោះទេកុលសម្ព័ន្ធទឹកនឹងបើកការវាយប្រហារសម្រាប់រង្គាលមនុស្សនៅក្នុងទីក្រុងអត្រីនេះជាមិនខានសម្រាប់រឿងមួយនេះលោកម្ចាស់ឈៀវអាចធ្វើការសម្រេចចិត្តបានហើយបើលោកជំទាស់នោះឪពុកខ្ញុំបាននិយាយថាគាត់នឹងរងចាំជួបលោកម្ចាស់នៅក្នុងសមរភូមិវាភ័យតើឪរបស់ឯងជាស្អីទៅគេគ្រាន់តែជាអរិយចិត្តស្លាប់មួយតែប៉ុណ្ណោះលោកម្ចាស់ក្បាលតំពេញនិយាយបែបហ្នឹងក៏ធ្វើឲ្យក្មេងប្រុសម្នាក់នឹងខឹងដែរតើជាស្អីដែលកំពុងតែព្រោះទៅអូតាមពិតគឺជាឆ្កែរបស់លោកម្ចាស់ឈៀវទេប្រហើនអាកូនអរិយទឹកបើគ្រាន់បើឯងហ៊ានទៅកំពូលភ្នំជូពីងដោះស្រាយរឿងនេះជាមួយនឹងខ្ញុំទេខ្ញុំជាមនុស្សមានអ្វីត្រូវខ្លាចឆ្កែបានពួកយើងចាំជួបគ្នានៅទីនោះចុះនេះហើយគឺជាកំពូលភ្នំជូពីងជាកំពូលភ្នំរបស់អត្រីបេតងមិនឆ្ងាយប៉ុន្មានពីទីនោះធូបបច្ច័យកំពុងតែជិះក្តានខ្សែឈាមនេះទៅកាន់ទីនោះដូចគ្នាគ្មានអ្វីជាឧបសគ្គសម្រាប់ក្តានដែលមានខ្សែឈាមភ្នោះវាមិនត្រឹមតែអាចបំលាស់ទីនៅក្នុងទឹកបានទេនៅលើកងក៏ជាជំនាញនៃការបំលាស់ទីរបស់វាដូចគ្នារត់ផ្លូវត្រង់ជាមួយនឹងល្បឿនលឿនលោតឡើងទៅលើច្រាំងថ្មចោតជាមួយនឹងសន្ទុះដ៏ខ្លាំងពីច្រាំងនៃថ្មចោតមួយទៅច្រាំងថ្មចោតមួយវាដូចជាមិនពិបាកពេកទេសម្រាប់ក្តានដែលមានខ្សែឈាមនេះលោតរំលងនោះមុនពេលដែលទៅដល់ទីនោះពីចម្ងាយធូបបច្ច័យបានលឺសំឡេងខ្លុយដែលគេធ្លាប់បានលឺមុននឹងហើយបន្ទាប់ពីគេបានចូលទៅដល់គេបានឃើញមនុស្សស្រីម្នាក់ដែលមានសម្រស់ប្រៀបដូចជាទេពអប្សរឈរលើចុងរស័យផ្លុំនៅខ្លុយមួយនោះកាន់តែស្ដាប់ធូបបច្ច័យកាន់តែមានអារម្មណ៍ថាវាគឺជាបទភ្លេងតែមួយដែលត្រូវបានផ្លុំដោយលោកម្ចាស់សិននោះមិនចាំយូរចង់ដឹងថាវាចូលគ្នាឬក៏អត់មានតែសារធូបបច្ច័យបានដកខ្លុយរបស់គេបន្ទាប់មកក៏បន្តផ្លុំនៅបទមួយនោះហើយវាគឺជាការពិនបទភ្លេងនៃខ្លុយនោះគឺជាបទភ្លេងតែមួយនៅពេលដែលធូបបច្ច័យបានផ្លុំហើយសំឡេងខ្លុយមួយនឹងបានដាស់អក្សរជាច្រើនដែលត្រូវបានឆ្លាក់ដោយលោកម្ចាស់សិននោះកាលពីរដូវកាលវាបានហូរចេញជាពន្លឺពណ៌មាសបញ្ជាក់ថាម្ចាស់នៃបទភ្លេងគឺបានត្រឡប់មកកាន់ទីតាំងចាស់ការផ្លុំរបស់ធូបបច្ច័យអំបញ្ញមិញនេះក៏បានធ្វើឲ្យទេពអប្សរដែលនៅលើចុងរស័យមានការភ្ញាក់ផ្អើលដែរគាត់បានបណ្ដែតខ្លួនចុះមកខាងក្រោមពិចារណានិងសម្លឹងមើលធូបបច្ច័យដោយយកចិត្តទុកដាក់ក្រោយពីបង្ហាញខ្លួនហើយអ្វីដែលនាងបាននិយាយនោះគឺអ្នកប្រុសតើបទភ្លេងដែលអ្នកប្រុសផ្លុំអំបញ្ញមិញអ្នកប្រុសបានរៀនមកពីណាដែរការសួររបស់នាងមិនត្រូវបានធូបបច្ច័យតបឆ្លើយឡើយពីព្រោះអ្វីដែលគេកំពុងតែសម្លឹងមើលគឺជាសម្រស់មនុស្សស្រីដ៏ស្រស់ស្អាតនៅចំពោះមុខគេភាំងបន្តិចដែលធ្វើឲ្យខ្លុយនៅក្នុងដៃបានធ្លាក់ចុះនាងក្រឡោះដៃធ្វើឲ្យខ្លុយដែលបានធ្លាក់នោះហោះចូលទៅក្នុងដៃធូបបច្ច័យវិញក៏បានដាស់អារម្មណ៍ឲ្យធូបបច្ច័យភ្ញាក់ដឹងខ្លួនដូចគ្នាអូបទភ្លេងនេះគឺមានលោកម្ចាស់ម្នាក់មុនពេលដែលគាត់ស្លាប់គាត់បានបង្រៀនខ្ញុំស្លាប់តើអ្នកប្រុសអាចប្រាប់ខ្ញុំបានទេគាត់មានឈ្មោះអ្វីគាត់គឺជាលោកម្ចាស់សិននោះភ្នែកទេពអប្សរម្នាក់នឹងបនរីកធំខណៈពេលដែលឮឈ្មោះមួយនោះនាងក៏បានសម្លឹងឃើញដាវដែលនៅជាប់ចង្កេះធូបបច្ច័យដូចគ្នាក្រឡោះដៃទាញយកវាមកមើលគោះធម្មពលបន្តិចមានអក្សរពីរតួបានដាច់ចេញគង់សាងឈ្មោះមួយនឹងក៏កាន់តែធ្វើឲ្យទេពអប្សរម្នាក់នឹងបោកភ្នែកកាន់តែធំពីព្រោះរូបភាពកាលពីអតីតកាលដែលនាងបានឃើញនាងគឺនៅចងចាំនៅក្នុងចិត្តនៅឡើយនៅគ្រានោះដាវនេះហើយតែលោកម្ចាស់សិននោះបានយកពីអ្នកមីងរបស់គាត់គង់សាងឆ្លាក់អក្សរជាច្រើនតួនៅទីនេះអ្វីដែលគាត់បានដឹងទៀតនោះគឺច្បាប់នៃកុលសម្ព័ន្ធឈើមិនអនុញ្ញាតឲ្យនារីបរិសុទ្ធរៀបការមួយជីវិតបើសិនជាប្រឆាំងជាមួយនឹងច្បាប់របស់សម្ព័ន្ធនឹងត្រូវបណ្ដេញចេញរួចហើយដកងារជានារីបរិសុទ្ធចេញនៅពេលនោះអ្នកមីងរបស់គាត់គង់សាងបានប្រឆាំងជាមួយនឹងច្បាប់របស់កុលសម្ព័ន្ធរួចហើយក៏បោះបង់នៅតំណែងដែលជានារីបរិសុទ្ធចាក់ចេញពីកំពូលភ្នំធ្វើដំណើរត្រែងចរជាមួយនឹងអត្រីដតេវភាពសិននងខណៈពេលគាត់កំពុងតែស្រមើស្រមៃរូបភាពអតីតកាលក្រុមរបស់ក្មេងប្រុសមនុស្សនោះក៏បានមកដល់ហើយគេបានដាក់ដៃធ្វើការគោរពពីខាងក្រោមទៅខ្ញុំគឺឈ្មោះស៊ីស៊ីលៀងមកពីចលងព្រះអាទិត្យតាមបញ្ជាឪពុករបស់ខ្ញុំធានវូដែលជាអិសរាជជននៃកុលសម្ព័ន្ធទឹកពួកយើងគឺបានមកទីនេះដើម្បីសួរសុខទុក្ខអត្រីបេតងនារីបរិសុទ្ធម្នាក់នឹងមិនបានតបជាមួយនឹងពួកគេទេគ្រាន់តែក្រឡោះដៃយកធូបបច្ច័យចូលទៅខាងក្នុងក្រោយពីមិនបានឮសំឡេងតបឆ្លើយហើយស្ងប់ស្ងាត់ក្រុមមនុស្សទាំងអស់នោះបាន
ដើរឡើងទៅខាងលើដោយផ្ទាល់តែកូនចៅគេម្នាក់នៅក្នុងចំណោមកូនចៅជាច្រើនបាននិយាយទៅកាន់ក្មេងប្រុសម្នាក់ហ្នឹងម្ចាស់តូចក្នុងរយៈពេលប្រហែលឆ្នាំចុងក្រោយនេះកន្លែងស្នាក់នៅដ៏ពិតប្រាកដរបស់អត្រីបេតងគឺមិនច្បាស់លាស់ទេប្រសិនបើពួកយើងរកវត្តមានគាត់ថ្ងៃនេះមិនឃើញតែត្រូវធ្វើជាមួយទៅបើថ្ងៃនេះយើងពិតជាមិនអាចរកឃើញអត្រីបេតងនោះវាគឺមានន័យថាទីក្រុងអត្រីក៏មិនមានចំនួនដែរអញ្ចឹងហើយពួកយើងមានអ្វីត្រូវខ្លាចនៅពេលដែលគេនិយាយចប់សំឡេងលូឌឹបបានមើលឡើងកូនចៅពីរនាក់របស់គេបានហោះពីខាងក្រោមឡើងមកខាងលើអរិយតូចមិននឹកស្មានថាឯងបានមកដល់មុនខ្ញុំទៅទៀតងាកមកខាងក្រោយស៊ីសិលៀងបាននិយាយខ្ញុំស្មានថាអ្នកណាគេដែលមានភាពក្លាហានហ៊ានបង្កបញ្ហានៅទីនេះតាមពិតគេជាមនុស្សឈ្គួតម្នាក់ដែលមកពីទីក្រុងអត្រីនេះសោះជាដំបូងគាត់មិនអើពើជាមួយនឹងស៊ីសិលៀងទេដែលគាត់បាននិយាយទៅកាន់វិមានធំនៅចំពោះមុខខ្ញុំឌុនយូកៃជាអិសរាជជនមកពីទីក្រុងទេវៈចង់ស្នើសុំជួបអត្រីបេតងនៅពេលនេះស៊ីសិលៀងនៅពេលហ្នឹងក៏ខាត់ការនិយាយរបស់គាត់យូកៃមនុស្សរបស់លោកគឺបានសម្លាប់នាគពិសិដ្ឋស្លាប់ខៀវរបស់ពួកយើងនៅពេលដែលអត្រីបេតងបង្ហាញខ្លួនគាត់ប្រកាសជាកាត់ទោសទៅកាន់មនុស្សទីក្រុងអត្រីជាមិនខានអរិយតូចតើឯងគិតថាលៀនកាន់ចាងអាចជួយឲ្យបានមែនទេនៅពេលដែលលើលោកម្ចាស់យូកៃហៅនៅឈ្មោះអត្រីបេតងផ្ទាល់បែបនេះស៊ីសិលៀងក៏ខឹងដែរគេបានស្រ័យចម្លងថាលោកក៏ពិតជាមានភាពក្លាហានមែនដែលហ៊ានហៅឈ្មោះអត្រីបេតងស្មើបែបនេះទោះបីជាបែបនេះក៏ដោយលោកម្ចាស់យូកៃមិនអើពើជាមួយនឹងគេទេដែលគាត់នៅតែបន្តស្រែកហៅនៅឈ្មោះអត្រីបេតងស្មើដដែលលៀនកាន់ចាងជាង30ឆ្នាំទៅហើយដែលពួកយើងមិនបានជួបគ្នាហើយលោកនៅតែជាមនុស្សចិត្តត្រជាក់និងគ្មានបេះដូងដោយកាលពីពេលមុនមិត្តចាស់ម្នាក់កំពុងតែមកលេងផ្ទះប៉ុន្តែលោកបែរជាលាក់ខ្លួនប្រៀបដូចជាមនុស្សកំសាលោកមិនហ៊ានចេញបង្ហាញមុខតើលោកកំពុងតែខ្លាចខ្ញុំមកនិយាយបកអាក្រាតរឿងអាក្រក់របស់លោកមែនទេស៊ីសិលៀងនៅចំពោះមុខទ្រាំមិនបានបញ្ចេញកំហឹងជំនួសគ្រប់គ្រាន់ហើយតើលោកដឹងថាខ្លួនឯងកំពុងតែប្រមាថអ្នកណាទេទម្លាក់កំបិតធំរបស់គាត់ចុះលោកម្ចាស់យូកៃបាននិយាយបន្តចាំមិនអកូនណារ៉ាគេនោះគឺជាមិត្តចាស់របស់ខ្ញុំឯងមកអោបក្អាងនៅចំពោះមុខខ្ញុំទាំងមានជំនាញក្បាច់គុណបន្តិចបន្តួចនេះខ្ញុំខ្លាចតែថាឲ្យធ្វើបែបហ្នឹងនាំតែឯងនាំនៅភាពអាម៉ាស់ដល់ឪពុករបែងធានវូតែប៉ុណ្ណោះស៊ីសិលៀងពេលនោះក៏ងាកមកក្រោយធ្វើការគោរពទៅកាន់វិមានធំនៅចំពោះមុខជាដំបងកលសម្ព័ន្ធទឹករបស់ពួកយើងមិនហ៊ានខ្វះការគួសមនៅទីធ្លាព្រះរាជដំណាក់របស់អត្រីទេក៏ប៉ុន្តែមនុស្សចាស់ឈួតម្នាក់នេះក៏ពិតជាខ្វះការគួសមជាមួយនឹងអត្រីពេកហើយពួកយើងថ្ងៃនេះជំនួសមុខឲ្យអត្រីសូមប្រដៅមនុស្សចាស់ម្នាក់នេះបន្តិចចុះអ្នកទាំងអស់គ្នាចាប់អូកគេមកនេះឲ្យខ្ញុំមនុស្ស4 5នាក់បានសម្រុកចូលខណៈពេលដែលលោកម្ចាស់យូកៃបានញញថ្មិញសម្លឹងមកតើពួកឯងគិតថាតាចាស់យើងនេះខ្លាចពួកឯងមែនទេមិនក៏មិនឆាប់ចូលមកពួកគេ4 5នាក់កាប់ចូលទៅប៉ុន្តែមិនត្រូវបាយជាត្រូវគាត់កាប់សងវិញស៊ីសិលៀងនៅឃើញបែបហ្នឹងបានលោតឡើងបន្តិចក៏ហៅប្រលឹងពោះងងឹតភ្លេចបន្តបំផន់ចេញពីខ្សែតៃដែលនៅក្នុងដៃរបស់គេបញ្ជាវាបកាវាប្រហាបង្ហាញខ្លួនវាហប់បំបុកបំប៉ាំងគាត់ទៅខាងក្រៅវិញ5វាយមួយថែមពោះហោះចូលមួយក្បាលមើលតែលោកម្ចាស់យូកៃលេងជាដៃគូរបស់ពួកគេទៀតហើយអ្វីដែលយើងឃើញក្រៅពីទប់រងលោកម្ចាស់យូកៃអាចត្រឹមតែគេចេញប៉ុណ្ណោះសត្វវិញ្ញាណរបស់សមាជិកនៃកុលសម្ព័ន្ធទឹកមួយណាក៏មិនខ្សោយដែរចំណែកសត្វពោះងងឹតភ្លេចបន្តបំផន់នេះគឺពិតជាមិនធម្មតារាល់ចលនានៃការវាប្រហារបស់វាបានមកសោះទុកនៅសម្ពាធមួយចំនួនធ្វើឲ្យលោកម្ចាស់យូកៃទៀតមកខាងក្រៅម្ដងហើយម្ដងទៀតមកខាងក្រោយមួយកន្ទុយនេះធ្លាក់ចុះមកខាងក្រោមចង់បាក់កពួកគេក៏តាមកាប់បន្តទៀតលោកម្ចាស់យូកៃប៉ុណ្ណឹងហើយមិនព្រមបិណ្ឌបាន់ទេនៅតែបន្តនិយាយឌឺដងទៅកាន់អត្រីបេតងថាអត្រីបេតងឥឡូវនេះក៏បានធ្វើជាអ្នកបម្រើរបស់កុលសម្ព័ន្ធទឹកឯនេះបន្ទាប់ពីអត្រីដទេវិបានឆាកចេញទៅលោកមិនបានធ្វើការអ្វីទេរឿងអសររបស់លោកក៏ពិតជាមានច្រើនខ្លាំងណាស់នៅពេលដែលខ្ញុំបានជួបអត្រីដទេវិខ្ញុំប្រកាសជាប្តឹងចាំមើលថាអត្រីដទេវិនឹងនៅរាប់អានលោកដូចជាបងប្អូនដូចជាការពេលមុនឬក៏អត់ចាំមើលទៅចំណែកធូបបាយដែលកំពុងតែលួចសងំមើលពីខាងលើទៅនៅពេលនោះនារីបរិសុទ្ធក៏បានហៅថាអ្នកប្រុសតូចដែលធ្វើឲ្យគេរត់ចូលទៅអង្គុយឬក៏និយាយថាបងស្រីទៅអសរគ្រាន់តែហៅខ្ញុំថាធូបបាយទៅក៏បានហើយលើកដើមមកមើលម្ដងទៀតនឹងក៏បានមកថតនិយាយចាប់តាំងពីអត្រីដទេវិបានឡើងឋានសួគ៌បែបនេះហើយមើលទៅវារហោស្ថាននេះប្រកាសជាចលាចលធ្លាក់ចូលទៅក្នុងសង្គ្រាមមានភាពវឹកវរម្ដងទៀតជាមិនខានព្រះចាអត្រីដទេវិចឹងឬតើបងស្រីទៅអសរកំពុងតែចង់មានន័យថាលោកម្ចាស់សិននោះគឺជាអត្រីដទេវិមែនទេនារីបរិសុទ្ធក៏ភ្ញាក់ផ្អើលដែរនៅពេលឃើញធូបបាយភ្ញាក់ផ្អើលពីព្រោះថាសូម្បីតែធូបបាយមិនទាំងស្គាល់អត្តសញ្ញាណរបស់គាត់ផងបែរជាអត្រីដទេវិទុកចិត្តធូបបាយឲ្យយកដាវមួយនេះមកជួបជាមួយនឹងអត្រីបេតងវាគ្រាន់តែថានៅពេលនេះអត្រីបេតងមិនបាននៅកំពង់ភ្នំយូពីងនេះទេអញ្ចឹងហើយគាត់គួរតែមិនអាចជួយបញ្ចប់ចំនួនរវាងកុលសម្ព័ន្ធទឹកជាមួយនឹងទីក្រុងអត្រីបានឡើយបើអញ្ចឹងតើបងស្រីដឹងថាគាត់នៅទីណាឬក៏អត់បើគាត់មិននៅតើខ្ញុំរកអ្នកណាដើម្បីអាចបញ្ចប់សង្គ្រាមនេះបានទៅពេលនោះនារីបរិសុទ្ធបានចង្អុលទៅខាងក្រៅប្រាប់ថាបរិសចំណាស់ក្បាលទៅពេកនឹងជាអិសរាជជនដែលមកពីទីក្រុងអត្រីដែលមានឈ្មោះថាទូនយូកៃគេមកទីនេះដើម្បីស្នើសុំឲ្យអត្រីបេតងជួយបញ្ចប់សង្គ្រាមរវាងកុលសម្ព័ន្ធទាំងពីរឥឡូវអ្នកគឺអាចគិតដល់ខ្លួនឯងទៅមើលថានឹងគួរតែធ្វើយ៉ាងម៉េចទើបអាចបញ្ចប់សង្គ្រាមនេះបានចំណែកលោកម្ចាស់យូកៃដែលកំពុងតែមានរបួសអង្គុយមួយកន្លែងសម្លឹងមើលទៅកាន់វិមានធំនៅចំពោះមុខបន្តស្រែកនិងជេរស្ដីជាបន្តទៀតហើយលីងកៃយ៉ាងថាអ្នកក៏ពិតជានឹងឈរមើលបែបនេះមែនទេតើលោកនៅតែព្រមឈរមើលឲ្យពួកគេសម្រាប់ខ្ញុំនៅបែបនេះមែនទេតែថាកូនស្រែកយ៉ាងណាក៏នៅតែមិនមានសម្លេងណាមួយតបឆ្លើយឡើយហើយនៅពេលនេះដូចគ្នាពួកងងឹតភ្លេចបន្តបំផន់របស់ស៊ីសិលៀងក៏បានមកដល់វាចាប់ដើមរត់រាងកាយរបស់លោកម្ចាស់យូកៃអំឡុងពេលដែលកំពុងតែថប់អារម្មណ៍លោកម្ចាស់យូកៃក៏បានក្រោកឡើងជាមនុស្សប្រុសដល់ពេលស្លាប់គឺត្រូវតែស្លាប់ប៉ុន្តែនៅពេលនេះខ្ញុំគឺមិនអាចស្លាប់បានទេជីវិតរបស់ប្រជាជននិងមនុស្សដែលរស់នៅក្នុងទីក្រុងអត្រីទាំងមូលនៅក្នុងកណ្ដាប់ដៃរបស់ខ្ញុំមកខ្ញុំស្លាប់នៅពេលនេះតើពួកគេបានឯណាជួយទៅហើយនៅពេលដែលខ្ញុំស្លាប់តើមានមុខឯណាទៅប្រឈមមុខជាមួយនឹងដូនតាដែលនៅក្នុងដីតកាទៅសមុទ្រឈើគ្រប់ដណ្ដប់មេឃគាត់បានមកចេញសម្រែងធ្វើឲ្យវល់ឈើដែលរាប់មិនអស់បានដុះចេញពីរាងកាយរបស់គាត់វាប្រហារទៅខាងមុខក្រៅពីស៊ីសិលៀងគិតផុនមនុស្ស4 5នាក់បានរលាយរាងកាយបន្ទាប់ពីពួក
ពួកគេបានប៉ះជាមួយនឹងវ៉ាឈើព្រះចាម្នាក់នេះបានដឹងថាលោកម្ចាស់យូកៃកំណត់គោលដៅទៅកាន់អ្នកប្រុសទុយរបស់គាត់បញ្ញាប់ស្រែកប្រាប់ទៅកាន់គ្នាឲ្យជួយការពារអ្នកប្រុសទុយផងប្រាជ័យហើយកម្លាំងទាំងអស់បញ្ចេញការវាយប្រហារមួយប៉ុន្តែត្រូវបានស៊ីសេឡាំងគេចផុននៅពេលនេះកូនចៅរបស់ស៊ីសេឡាំងបានសម្រុកចូលវិញម្ដងឃើញស្ថានភាពរបស់លោកម្ចាស់យូកៃទូបៃជ័យបានស្នើសុំឲ្យនារីបរិសុទ្ធជួយគាត់ផងបើទោះបីជាបែបនេះក៏ដោយនារីបរិសុទ្ធមិនបានជួយទេលោកម្ចាស់យូកៃមិញបានប្រមាថទៅកាន់អត្រីបេតងច្រើនណាស់ដូច្នេះហើយក្នុងនាមគាត់គឺជាកូនចៅរបស់អត្រីបេតងបើជួយមនុស្សចាស់ម្នាក់នេះនោះគឺពិតជាបានចូលរួមជាមួយនឹងមនុស្សចាស់ម្នាក់ហ្នឹងប្រមាថទៅកាន់អត្រីបេតងយ៉ាងពិតប្រាកដចំណែកនៅពេលនេះវិនាទីនេះគណៈពេលការវាយប្រហាររួមគ្នារបស់សមាជិកនៃកុលសម្ព័ន្ធទឹកបានបើកការវាយប្រហារលោកម្ចាស់យូកៃបាយជាមិនមានសមត្ថភាពអាចធ្វើការទប់រងទៅវិញគាត់បានយល់ព្រមទទួលយកការស្លាប់នៅពេលនោះហើយក៏ប៉ុន្តែនៅពេលនោះសម្លេងមួយក៏បានលឺឡើងឈប់ភ្លាមតាមពិតមិនមែនជាសម្លេងរបស់អ្នកណាផ្សេងទេគឺជាសម្លេងរបស់ធូបៃជ័យគេដាក់ដៃធ្វើការគ្រប់ខ្ញុំមិនអាចទ្រាំមើលរឿងទាំងអស់នេះកើតឡើងនៅចំពោះមុខរបស់ខ្ញុំបានឡើយហើយខ្ញុំបានធ្វើរឿងនេះក៏មិនមែនដោយសារតែខ្ញុំខ្លាចអំណាចរបស់អត្រីដទៃភាពនោះទេតែនេះគឺជាកិច្ចសន្យារវាងខ្ញុំនិងគាត់ដែលខ្ញុំបានសន្យាថាត្រូវធ្វើឲ្យបានសម្លេងស្រែកឈប់របស់ធូបៃជ័យគឺពិតជាបានបញ្ឈប់នៃការវាយប្រហារមួយនោះពិតមែនព្រឹទ្ធាចារ្យម្នាក់នេះបានគិតនៅក្នុងចិត្តហើយតើសម្លេងនោះគឺពិតជាសម្លេងរបស់អត្រីបេតងមែនទេបើអញ្ចឹងវាមានន័យថាការប្រយុទ្ធរបស់មិញនេះគាត់គឺពិតជាបានសម្លឹងឃើញគ្រប់យ៉ាងហើយតើមែនទេស៊ីសេឡាំងក៏បានដកពោះងងឹតភ្លេចបន្ទប់គោលនរបស់គេត្រឡប់មកវិញរួចហើយក៏លុតចូលមកខាងក្រោមធ្វើការគ្រប់ដែលនិយាយថាបើសិនជាមានដំបូលមានអ្វីអត្រីគ្រាន់តែមានបន្ទូលមកអូក្រហេមិនទិញគេក៏ធ្វើពុតជានិយាយបែបសម្លេងចាស់លើកបរោះចំណាស់ទូនយូកៃមកជិតមាត់ទ្វាររបស់ខ្ញុំមកលើកមកដល់មាត់ទ្វារហើយគេក៏និយាយដល់សម្លេងដដែលហើយអ្នកទាំង4ថយទៅខាងក្រោយទ្វារធំបានបើកអ្នកដែលបានចេញមកខាងក្រៅមិនមែនជាអត្រីបេតងអ្វីទេគឺជាធូបៃជ័យដែលបានចេញមកអស់បរោះចំណាស់យូកៃគាត់បានបើកភ្នែកសួរថាឡិនតែជានរណាទៅគេក៏បានឲ្យគាត់ស្ងាត់មាត់គុំរំអីខ្ញុំគ្រាន់តែមកជួយលោកតែប៉ុណ្ណោះឃើញថាស្ថានភាពមួយនេះដូចជាមិនអំណោយផលគេក៏បានបន្តនិយាយបន្ថែមទៀតអត្រីបេតងគឺចង់ជួបគាត់ដូច្នេះហើយអ្នកទាំងអស់គ្នាគឺអាចចុះពីព្រំបានស៊ីសេឡាំងមិនសុខចិត្តទេពីព្រោះគេគឺជាអ្នកដែលបានមកមុនព្រឹទ្ធាចារ្យដែលនៅក្បែរនោះបានខាត់កុំឲ្យស៊ីសេឡាំងខឹងធូបៃជ័យដែលឃើញបែបនោះក៏បានបន្តគម្រាមបន្ថែមទៀតមិនឆាចាញ់តាមចិត្តពួកលោកទីចោះក៏ប៉ុន្តែបើសិនជារឿងនេះធ្វើអត្រីបេតងខឹងពួកអស់លោកជាអ្នកទទួលខុសត្រូវដោយខ្លួនឯងនិយាយបែបនេះរួចហើយគេក៏អស់លោកម្ចាស់យូកៃចូលទៅខាងក្នុងព្រឹទ្ធាចារ្យដែលនៅក្បែរស៊ីសេឡាំងបានចូលទៅខាងមុខបន្តិចអ្វីដែលគាត់និយាយនោះគឺសូមអភ័យទោសចំពោះការខ្វះការគូសមនិងចំពោះការពិការភាពនៃភ្នែករបស់ខ្ញុំតើខ្ញុំមិនដឹងបានទេតើអ្នកប្រុសតូនគឺពិតជាសិស្សរបស់អត្រីបេតងមែនទេគាត់និយាយស្រាប់ពេលដែលដៃរបស់គាត់បានក្រលាស់បិទទ្វារដែលនៅពីក្រោយធូបៃជ័យគេក៏មិនដឹងថាធ្វើយ៉ាងម៉េចនៅពេលដែលទ្វារបានបិទក៏ងាកមកខាងក្រោយនិយាយដៃឲ្យមនុស្សបន្តិចដើម្បីលាក់ភាពភ័យខ្លាចនៅក្នុងចិត្តល្អបានជាអ្នកទាំងអស់គ្នាចង់ស្គាល់អំពីសាវតារបស់ខ្ញុំនឹងប្រាប់ទេចោះលោកតាម្នាក់នេះគឺមានឈ្មោះថាលោកតាយេស៊ីសេឡាំងក៏តូឡើងលោកតាយេធូបៃជ័យដល់ចុះមកក៏បានសើចត្រូវអាចចៃចឹងគឺជាជីតារបាយរឿងមួយនេះបានធ្វើឲ្យស៊ីសេឡាំងខឹងហើយគេបានវត្តមួយខ្សែតៃពុងងឹតក្រវត្តលើកទី1ទី2គេកេចផុនក្រវត្តលើកទី3ត្រូវកដាក៏ភ្លៀងផ្លាច់ចេញឈាមលើកទី5ទី6ធូបៃជ័យបន្តគេចេញចំណែកក្រវត្តលើកទី8ចំកដាទ្រុងមកប៉ឹងទៅខាងក្រោយក្រោកឡើងមកវិញអាចៅសំបីតែតាខ្លួនឯងក៏ឯងវាយដែរមែនទេសម្ដីនិយាយឌឺដងរបស់ធូបៃជ័យបានធ្វើឲ្យលោកម្ចាស់យូកៃដែលនៅខាងក្រោយពេញចិត្តបើសិនជាថ្ងៃនេះយើងទៅពីអ្នកមិនស្លាប់នៅពេលដែលត្រឡប់ទៅកាន់ទីក្រុងអត្រីវិញខ្ញុំនឹងប៉ៅឯងផឹកឲ្យស្វងតែម្ដងធូបៃជ័យក៏តបអូខេចាត់ទុកថានេះគឺជាការសន្យារបស់យើងមួយចោះងាកមកខាងក្រោយវិញក៏ស្រាប់តែបានឃើញរំពាត់ខ្សែតៃឆ្អឹងរបស់ស៊ីសេឡាំងបានវត្តចូលមកហើយគេបានជោគដៃក្បាក់របស់គេធ្វើការទម្រង់រងបានទៅខាងលើខាងក្រោយឆ្វាច់ដាច់ខាងក្រោយឆ្វាច់ដាច់ខ្នងបន្តិចទៅហើយអាចៅយកខ្សែតៃអត់ប្រយោជន៍របាយទុកទេតនតារបាយម្នាក់នេះមិនតន់ខឹងជាក់ស្ដែងទៅវាយឈ្នះគេទេខ្លាំងតែខាងជ័យឲ្យគេខឹងសម្រាប់ស៊ីសេឡាំងនៅក្នុងចិត្តគេក៏កំពុងតែគិតដូចគ្នាខ្សែតៃរបស់គេបានធ្វើចេញពីឆ្អឹងខ្នងរបស់ពោះងងឹតគោលនមកផងប៉ុន្តែបាយជាមិនអាចបំផ្លាញដាវដែលនៅក្នុងដៃគ្មានប្រុសម្នាក់នោះបានអាឡិនតែឯងចង់ដោះដូរដាវដែលនៅក្នុងដៃរបាយជាមួយនឹងជីវិតរបាយទេដោះដូរគ្មានផ្លូវទេបើឯងចង់បានដាវនេះត្រូវតែឆ្លងកាត់សាកសោរបស់ខ្ញុំសិនទៅមករបស់គេនិយាយបែបហ្នឹងតែថាធូបៃជ័យមិនចេះក្បាច់គុណឯណាក្រៅពីវិជាសម្រាប់ខ្លួនបន្តិចបន្តួចនៅលើជញ្ជាំងថ្មនោះគេគឺមិនចេះអ្វីទៀតទេក្រវីដាវចោះឡើងក៏ត្រូវមួយដៃផ្លាច់ក្រវែងគ្រាត់ចោះឡើងទៀតក៏ត្រូវគេធាក់មួយជើងផ្លាច់ស៊ីសេឡាំងដាវចូលទៅខាងមុខក៏មិញខ្ញុំដូចជាបានលើឯងនិយាយថាបើសិនជាចង់បានដាវនៅក្នុងដៃរបាយត្រូវឆ្លងកាត់សាកសោរបាយសិនមែនទេបើអញ្ចឹងឯងនឹងខ្លាចទៅជាសាកសមនៅពេលនេះពោះងងឹតភ្លេចបន្តបំផន់ត្រូវបានពោះមួយក្បាលរុំសឹងតែបែកខ្លួនទៅហើយក៏ដោយធូបៃជ័យមិនបានប្រឡែងដាវនៅក្នុងដៃទេគេបែកជាបានជុំមកអោបជាប់នឹងទ្រង់ទៅវិញនារីបរិសុទ្ធដែលនៅខាងលើបានបញ្ចេញស្នាមញញឹមដោយនិយាយក្មេងប្រុសម្នាក់នេះគឺពិតជាស្ម័គ្រស្មោះជាមួយនឹងពាក្យសន្យាមែនស័ក្តិសមហើយដែលគេត្រូវបានជ្រើសរើសដោយអត្រីដទេវភាពចង្អុលដៃតែបន្តិចធម្មពលមួយបានផ្ទុះចេញពីរាងកាយរបស់ធូបៃជ័យបំបីពោះខៀវទាំងអស់នោះឲ្យចេញពីខ្លួនរបស់គេរាងកាយបានដដែលឡើងទៅខាងលើធម្មពលដ៏សមូហបែបបានចាក់ចូលទៅក្នុងខ្លួនដែលនៅចំពោះមុខបានចាប់កាន់ស៊ីសេឡាំងនៅឃើញបែបហ្នឹងបានក្រវែងខ្សែតៃពោះងងឹតរបស់គេចូលមកនារីបរិសុទ្ធពេលនឹងបានគ្រោះដៃគ្រប់គ្រងរាងកាយធូបៃជ័យពីខាងលើមកមិនថាពោះនោះមានល្បឿនលឿនយ៉ាងណាក៏នៅតែយឺតជាងល្បឿននៃការគេចចេញរបស់ធូបៃជ័យលើពីនឹងទៅទៀតការសម្រុកចូលមកចុងក្រោយគេមិនបានគេចនោះទេដែលលើកបាត់ដៃធ្វើការទម្រង់បន្តមកក៏ចាប់ក្បាលវាបោកបន្លិចចូលដីលើកនេះគឺជាការថប់ស្នងសងត្រឡប់ទៅវិញរាងកាយរបស់ធូបៃជ័យបានប្រែក្លាយទៅជា5សម្រុកចូលកាប់ផងវាយផងទាត់ផងតាក់ផងឆ្វេងស្ដាំមកក្រោយលើក្រោយស៊ីសេឡាំងមិនអាចធ្វើការទម្រង់បានទេ5ដៃចោបគ្នារាងកាយស៊ីសេឡាំងហោះឡើងទៅលើធូបៃជ័យបានបាត់ពីខាងក្រោមបង្ហាញខ្លួននៅលើក្បាលដូចជាខ្មោចបន្តមកក៏ប្រមូលផ្ដុំកម្លាំងបង្រួមចូលទៅក្នុងជើងធាក់ពេញមួយទំហឹងចូលមកខាងក្រោមវិនាទីបន្ទាប់ដែលធម្មពលរបស់គេបានផ្ទុះជាមួយនឹងសពីតដៅដំហែមធូបៃជ័យបានចាក់ចូលចប់ពេញមួយទំហឹងជាមួយនឹងសម្រេចមីតាផងព្រឹទ្ធាចារ្យដែលនៅក្បែរនោះសមងវគៀកខ្លាំងណាស់
ខ្វះតែបន្តិចទីក្បាលស៊ីសេឡាំងប្រកាសជាត្រូវជាមួយនឹងផ្លែដើររបស់ទូបៃជ័យជាមិនខាននៅពេលឃើញថាអ្នកប្រុសទើរបស់ខ្លួនមិនអីព្រឹទ្ធាចារ្យនោះបានដាក់ដៃធ្វើការគោរពអរគុណទៅកាន់ទូបៃជ័យថែមទាំងសួរគេម្ដងទៀតនៅសំណួរដដែលតើអ្នកប្រុសពិតជាសិស្សរបស់អាត្រីបេតងមែនទេលោកម្ចាស់យូកៃបានសាយរួចក៏និយាយនៅពេលនោះតែចង់ដឹងសោដារបស់គេធ្វើអ្វីទៅនៅពេលដែលចាញ់ហើយគ្រាន់តែចាក់ចេញទៅប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយប៉ុន្តែមិនខុសទេព្រឹទ្ធាចារ្យមិនអាននឹងនៅពេលនោះក៏បានដាក់ដៃធ្វើការគោរពអរគុណទៅកាន់ទូបៃជ័យម្ដងទៀតបន្ទាប់មកក៏នាំគ្នារបស់ពួកគាត់ដើរចាក់ចេញឥឡូវពេលក្រោយអាចប្រកាសជាមិនសំណាងដូចពេលនេះនោះទេនេះគឺជាពីអ្វីដែលស៊ីសេឡាំងបាននិយាយមុនពេលដែលពួកគេចាក់ចេញសាច់រឿងនៅពេលហ្នឹងបានកាត់មកកន្លែងផ្សេងនេះពេលយប់នោះមានបរិសម្នាក់ដូចជាកំពុងតែលីមឈោណែនាំឈ្មោះឲ្យគាត់បន្តិចទៅគាត់គឺជាមេតបជើងទឹករបស់ជ្រលងភ្នំព្រះអាទិត្យមកទទួលបញ្ជាដើម្បីបំពេញបេសកកម្មហើយមនុស្សដែលគាត់កំពុងតែគោរពគឺជាម្ចាស់នៃជ្រលងភ្នំព្រះអាទិត្យគឺជាឪពុករបស់ស៊ីសេឡាំងដែលមានឈ្មោះថាធានវូគាត់ក៏ជាអិសរាជជនកពុលមួយនៅក្នុងកុលសម្ព័ន្ធទឹកដែរគាត់បានកោះហៅមេតបទៀងស៊ីមកនៅពេលនេះពីព្រោះគាត់មានបញ្ហាធំមួយដែលឲ្យដោះស្រាយរឿងនោះគឺគាត់បានបញ្ជូនកូនប្រុសគាត់ជាមួយនឹងព្រឹទ្ធាចារ្យម្នាក់ទៅកាន់កំពូលភ្នំយូពីងរួចទៅហើយគ្រាន់តែថារឿងហ្នឹងគាត់មិនទុកចិត្តថាស៊ីសេឡាំងអាចធ្វើបានជោគជ័យនោះទេនេះគឺជាមូលហេតុដែលគាត់ចង់ឲ្យមេបញ្ជាការទៀងស៊ីទៅបន្ថែមទៀតបានជាគ្នាដើម្បីឲ្យប្រកាសចាត់ការងារដែលគាត់ប្រគល់ឲ្យនឹងអាចទទួលបានជោគជ័យនៅពេលនោះសម្លេងដោះស្រទន់នឹងស្រគាមួយធ្វើឲ្យខ្ញុំសឹងតែព្រឺសម្បល់ដែលនាងនិយាយថាមើលទៅខ្ញុំដូចជាយឺតពេលម្ដងទៀតហើយបងប្រុសឥឡូវនេះដូចជាមានរឿងដ៏រីករាយត្រូវធ្វើហេតុអ្វីក៏អ្នកមិនហៅឲ្យខ្ញុំចូលរួមផងអញ្ចឹងមិនបាច់ឲ្យឃើញមុខទេគ្រាន់តែឲ្យឃើញជើងនឹងក៏ដឹងថាមុខស្អាតដែរណែសម្រាប់ភាពនេះក៏ត្រូវបានបញ្ចប់ហើយអញ្ចឹងយើងនឹងរងចាំជួបគ្នានៅថ្ងៃស្អែកនៅភាពបន្តខណៈពេលនេះខ្ញុំបាទតារាសូមលាបាយបាយ